អូនមិនខុសពីខ្ញុំទេពេលឮសម្ដីម្ដាយខ្ញុំមួយម៉ាត់បើមិនសើចចង់កាំងទេហ៊ានភ្នាល់ជាមួយបងប្អូនតែម្ដងរឿងនោះវាអញ្ចេះទេបងអូនខ្ញុំហ្នឹងគាត់ខលមកលេងម្ដាយខ្ញុំដោយសារគាត់ដឹងថាម្ដាយខ្ញុំមកឥណ្ឌាអញ្ចឹងណាគាត់សួរថាអញ្ចេះម៉ែអើយសុខសប្បាយទេហើយនៅឥណ្ឌាមិនដែរថ្ងៃណាទៅផ្ទះវិញអញ្ចឹងទៅហើយបងអូនខ្ញុំក៏គាត់លេងសើចជាមួយម្ដាយខ្ញុំក៏គាត់សួរថាអញ្ចេះម៉ែអើយម៉ែឯងស្គាល់ខ្ញុំអត់បងប្អូនដឹងថាម្ដាយខ្ញុំឆ្លើយទៅប្រាប់អូនខ្ញុំថាមកយត់គាត់ថាអញ្ចេះមីនេះបើមិនឈួតទេក៏សរសៃប្រសាទដែរអត់ស្គាល់ឈ្មោះខ្លួនឯងមកសួរអញមិនដឹងគាត់និយាយអញ្ចឹងបងប្អូនហើយអញ្ចឹងទៅខ្ញុំសួរគាត់ថាឥឡូវស្គាល់ពុកអត់គាត់ថាគាត់ស្គាល់អាតាតហ្នឹងធ្វើបាបអញរហូតអញមិនចង់នៅជាមួយទេអញ្ចឹងហើយបានមកនៅជាមួយហងនៅឥណ្ឌាហ្នឹងបងប្អូននិយាយទៅគាត់ភ្លេចភ្លាំងមែនប៉ុន្តែគាត់ភ្លេចមកដុំណាគាត់មិនទៅទាំងអស់ទេកន្លែងខ្លះគាត់ចាំអញ្ចឹងទៅកន្លែងខ្លះគាត់មិនចាំបងប្អូនគាត់ថាគាត់មកឥណ្ឌាហ្នឹងវាភ្លេចច្រើនជាងនៅស្រុកខ្មែរអញ្ចឹងដោយសារខ្ញុំមកខ្ញុំបានយកឆ្នាំគាត់មកដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងឆ្នាំអញ្ចឹងហើយជាមូលហេតុដែលធ្វើគាត់ភ្លេចភ្លាំងច្រើនតែម្ដងបងប្អូនអូខេបងប្អូនថ្ងៃនេះខ្ញុំយកម្ដាយខ្ញុំទៅពិនិត្យសុខភាពអញ្ចឹងទៅខ្ញុំនឹកឃើញថាធ្វើម្ហូបអាណាលឿនស្រួលអញ្ចឹងទៅក៏ខ្ញុំនឹកឃើញថាឆាសាច់គោជាមួយខ្ទឹមបារាំងហ្មងទៅបងប្អូនហើយសាច់គោនៅស្រុកឥណ្ឌានេះបងប្អូនធ្លាប់តាមដានវីដេអូខ្ញុំប្រកាសជាដឹងហើយថាពីមុនតាម1គីឡូ16000តែឥឡូវ25000បងប្អូនគឺថ្លៃស្តៀងស្រុកយើងដែរបងប្អូនអើយវាមិនទៅជាធូរថ្លៃប្រហែលទេហើយសាច់គោនេះបងប្អូនខ្ញុំហាន់ស្រួលខ្លាំងមែនទែនឆាច់ទៅសំកបិតមុតមកផ្លែតហើយជាស្រេចតាមបងប្អូនបន្ទាប់ពីខ្ញុំហាន់សាច់គោហាន់បន្លែទៅបងប្អូននេះជាផ្ទះបងប្អូនហើយនេះខ្ញុំគាត់ប្រើផលិតផលខ្មែរសុកចិត្តវិចស្ពាយកផ្ទះឬក៏របស់ផ្សេងមកពីស្រុកខ្មែរដល់ឥណ្ឌានេះបងប្អូននិយាយទៅតាមបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំបានទិញរបស់របរថ្មីសម្រាប់ថាជនជាតិឥណ្ឌាដែលគាត់លក់ចានឆ្នាំងគាត់ប្រាប់ខ្ញុំថាចេះរបស់ថ្មីដែលយើងទិញមកចឹងទៅយើងក៏តន់អាចយកទៅឆាយើងត្រូវយកវាទៅដាំដាក់ទឹកឲ្យពេញឆ្នាំងឬពេញខ្ទះចឹងទៅឲ្យវាពុះបន្ទាប់ពីវាពុះហើយចឹងទៅក៏យើងយកទុកឲ្យវាជះចឹងទៅយើងចាក់ទឹកចោលក៏យើងលាងបោះសម្អាតលាងសម្អាត4 5ដងហើយចឹងទៅបានចាប់យកទៅឆាទៅចំអិនម្ហូបចឹងណានិយាយទៅខ្ញុំក៏ដឹងដែរតែមកខ្ញុំនៅស្រុកឥណ្ឌាមិនដឹងបងប្អូននៅស្រុកខ្មែរមិនដែរខ្វល់ទិញមកផ្លឹកឆាភ្លាមតែមិនដែរដឹងតែមកនៅទេបងប្អូនអញ្ចឹងបន្តមកទៀតហ្នឹងបងប្អូនខ្ញុំក៏ឆ្លៀតពេលអាកាសពេលខ្ញុំដាំទឹកមិញក៏មកមើលម្ដាយខ្ញុំសិនបងប្អូនថាខ្ញុំត្រូវយកគាត់ទៅពេទ្យអញ្ចឹងទៅក៏ខ្ញុំមុជទឹកឲ្យគាត់ឲ្យទៅរៀបចំកៅអៅគាត់សិនបងប្អូនអើយគឺមួយរយៈហ្នឹងគឺថាអូយការងារច្រើនមែនតើក៏សប្បាយចិត្តដែរដែលថាតែខ្ញុំបានថែរក្សាឬក៏មើលខាងខុសត្រូវព្រះរស់របស់ខ្ញុំបងប្អូនអើយព្រោះខ្ញុំនៅថាបានប្តីមកឃ្លាតឆ្ងាយស្រុកចឹងទៅយើងមិនមានពេលថាមើលការខុសត្រូវគាត់បានត្រឹមតែជួយថវិកាសម្រាប់ចាយវាប្រចាំថ្ងៃប៉ុន្តែដល់ពេលយកគាត់មកមើលផ្ទាល់ចេះក៏វាជាការល្អចឹងណាអូខេឲ្យសាច់គោខ្ញុំបងប្អូនខ្ញុំឆាវាមិនសូវខុសបងប្អូនទេអំបិលស្ករប៊ីចេងចឹងទៅឆាត្រឡប់ឲ្យចូលជាតិចឹងទៅក៏ដាក់ខ្ទឹមបារាំងតាមដងហើយខ្ញុំដាក់ខ្ទឹមបារាំងខ្ញុំមិនដឹងថាសុខជាញ៉ាំឬក៏យ៉ាងម៉េចទេបងប្អូនព្រោះខ្ទឹមមួយស្លឹកក៏គាត់បកចេញដែរប៉ុន្តែឃើញជាដាក់ឲ្យមានបន្លែថាមានជាតិចេញពីបន្លែចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំឆាហើយចឹងទៅក៏ខ្ញុំដួសមកថាមួយចានទុកឲ្យសុខជាចឹងទៅព្រោះអីគាត់ចេញពីរៀនម៉ោង1:15នាទីដល់ពេលគាត់មកចឹងគាត់អាចញ៉ាំខ្លួនឯងព្រោះថ្ងៃហ្នឹងខ្ញុំអត់បានទៅយកគាត់ចេញពីសាលាទេខ្ញុំពឹងពាក់ប្អូនថ្លៃខ្ញុំឲ្យទៅយកគាត់ចឹងណាចឹងបន្ទាប់ពីរៀបចំឲ្យសុខជាហើយចឹងទៅក៏ខ្ញុំចាប់ដើមដួសឲ្យដាក់ឲ្យម្ដាយខ្ញុំបងប្អូនព្រោះនឹកឃើញថាយើងទៅពេទ្យចឹងប្រកាសជាដាច់អាហារថ្ងៃត្រង់អញ្ចឹងហើយខ្ញុំនឹកឃើញថាខ្លាចគាត់ឃ្លានឬគាត់ហេវអីចឹងក៏រៀបចំឲ្យគាត់ចឹងទៅបងប្អូនចឹងបន្ទាប់ពីរៀបចំហើយចឹងទៅបញ្ជាខ្ញុំក្រោកពីព្រឹកខ្ញុំអត់ទាន់បានដុសធ្មេញអីទេសាររវល់ពេកចឹងទៅមានការងារច្រើនចឹងហើយទៅមានពេលបានដុសធ្មេញហ្នឹងឯងបងប្អូនមុននឹងទៅពេទ្យចឹងកុំឲ្យធំក្លិនមាត់ដាក់គេអញ្ចឹងហើយខ្ញុំប្រើដើមធ្មេញ TDK បងប្អូនជាប្រភេទដើមធ្មេញដែលយើងដុសហើយចឹងទៅធ្វើឲ្យក្លិនមាត់យើងក៏អូបប្រហែលហើយចឹងទៅធ្វើឲ្យធ្មេញយើងសស្អាតថែមទៀតអញ្ចឹងបើសិនបងប្អូនចង់ប្រើថ្នាំដុសធ្មេញ TDK ដោយម៉ាសុកជាបងប្អូនអាចរកទិញបានគ្រប់កន្លែងមិនថាតាមប៉ាម៉ាស៊ីឬក៏តាមរោគចាំខួរគាត់មានទាំងអស់ចឹងអូខេបងប្អូនបន្តមកទៀតមកទៅក៏ខ្ញុំជូនម្ដាយខ្ញុំទៅពេទ្យ